ចំហុយឲ្យគ្រប់ទៅមុខហ្មងឲ្យចូលហាងនេះមិនបាច់សួរហូបឆាមហូបជៀនទេសួរតែហូបចំហុយទៅមិនគេមានក្រៅពីចំហុយគឺគេមិនធ្វើហ្មងឮថាចំហុយសុតពេកតែបងចង់ស្ទាក់ស្ទើតែពេលញ៉ាំហើយញ៉ាំប្រោយឥឡូវហ្នឹងបងប្អូនអើយគេមានឲ្យយើងអាចហៅបបរហៅអីយកមកដាក់នៅបាតឆ្នាំងខាងក្រោមនឹងហើយបានគេដាក់ប្រទះចំហុយឡើងមកយើងម្ដងអង្គុយចាំតែញ៉ាំហ្មងបងប្អូនគេមានអ្នកចំហុយឲ្យយើងហើយឆ្នាំងចំហុយនេះគឺជាឆ្នាំងចំហុយអគ្គិសនីទៀតនៅនឹងតុកយើងហ្មងខ្ញុំតែញ៉ាំហើយអត់ធំក្លិនខ្លួនទៀតគេមានម៉ាស៊ីនបឺតក្លិនបឺតអីចេញហ្មងសេវាកម្មគេរៀបចំឲ្យយើងមកចប់បងប្អូនមិនថាចំហុយស្អីក៏ដោយគឺគេចំហុយឲ្យទាំងអស់និយាយទៅណែហុយជុកចឹងហ្មងបងប្អូននេះហើយអង្គុយមើល view ស្អាតដល់ហើយ view នេះឃើញដល់ស្ពានកោះពេជ្រនោះទៀតណោះឃើញដល់ស្ពានឥន្ទនូនេះបើយើងពុំអង្គុយញ៉ាំហើយមានឥន្ទនូមកទៀតដល់ស្អាតប៉ុណ្ណានេះខ្ញុំមកលើកទី1ចឹងខ្ញុំមិនដឹងត្រូវលាយទឹកជ្រលក់មកទេខ្ញុំឲ្យអ្នកនៅនឹងគាត់លាយឲ្យហ្មងទៅនេះនាងរបៀបញ៉ាំបែបឈៀលដែរយើងកុំញ៉ាំបែបស្លន់ហ្នឹងពីព្រោះគេចំហុយម្ដងមុខតែបើភ្ញៀវឃ្លានខ្លាំងយើងបើកទូមួយទៀតចំហុយឲ្យបានដែរទៅពេលគេចំហុយចឹងយើងមើលទៅសាច់ផ្គាវានៅស្រស់ហ្មងបាច់ជ្រលក់អីក៏ជាតិហើយស្រាប់ណាស់នៅខាងលើហ្នឹងពងទាប្រៃប៉ុន្តែអត់ប្រៃទេបងប្អូនវាអត់ប្រៃខ្លាំងណាហើយធំក្លិនឈ្ងុយរបៀបដូចគ្រឿងខ្មែរលឹកខូចឬមកក៏មិនដឹងឯនៅក្នុងហ្នឹងណាហើយសាច់បកាគាត់ស្រស់មែនហើយមិនស្រស់បងប្អូនបើមិនយើងឃើញបកាហាលនឹងក្រោមហ្នឹងឥឡូវបកាមកដល់ចានឆ្អិនបាត់ហើយនេះចាមកឲ្យចាប់ដាក់ត្រីចូលវិញអូយណែមកគេដល់ពេលស្រស់ខ្លាំងណាបងប្អូនមើលសាច់មើលនេះទឹកស្អ៊ីវជាមួយនឹងសាតេគេថាទឹកស្អ៊ីវនៅ Steamy ហ្នឹងគឺជា Superstar នៃអ្វីៗគ្រប់យ៉ាងហ្មងណារសជាតិវារបៀបប្រៃផ្អែមមិនទឹកជ្រលក់ហ្នឹងដាក់ទៅគឺធ្វើឲ្យគ្រប់យ៉ាងឆ្ងាញ់ជាងមុនហ្មងខ្ញុំមិនដឹងថាក្នុងហ្នឹងគាត់ប្រើទឹកស្អ៊ីវអីណាប៉ុន្តែបើតាមក្លិនជាមួយរសជាតិដែលខ្ញុំទទួលបានណាគឺរូបមន្តពិសេសគាត់គឺគាត់ចម្រាញ់មួយផ្លែឈើប៉ុន្តែរសជាតិទឹកស្អ៊ីវក្លិនអីហ្នឹងគឺទឹកស្អ៊ីវជប៉ុនហ្មងបងប្អូនមកមុខនេះទៀតគឺជាត្រីក្រហមសាំបាហូបចំហុយមែនណាប៉ុន្តែគាត់កែច្នៃយកគ្រឿងផ្សំមកពីប្រទេសនេះបន្តិចប្រទេសនោះបន្តិចដើម្បីយកមក create ឲ្យយើងញ៉ាំទៅប្លែកមាត់ដូចត្រីក្រហមសាំបានេះសាំបាដូចជាល្បីនៅខាងសិង្ហបុរីខាងអីនេះហើយបើសិនជាអត់ចំណូលត្រីទេបងប្អូនអាចសាកជាមួយនឹងសាច់គោកយោដងបែបជប៉ុននេះបែបទឹក strawberry ជាមួយនឹងកាឡេនឆ្អិនមួយមុខទៀតបាត់ហើយនេះសាច់គោកយោដងនឹងសាច់គោឆាបែបជប៉ុនមានខ្ទឹមប្រាំងមានពងមាន់ពងទាឲ្យមើលដៃទៅអ្នក create ម្ហូបមួយចាននេះហ្មងម្ហូបជប៉ុនមែនប៉ុន្តែអត់ធ្វើប្រៃរបៀបដូចអីដែលខ្ញុំធ្លាប់ញ៉ាំបងប្អូនចុះបបរដល់ពេលយើងអត់កោអញ្ចឹងវាមានខ្លោចក្រាំងបាតអីណាស៊ុបយិនសិនត្រីឆ្ដោទឹកស៊ុបនេះគឺរងាស់72ម៉ោងបងប្អូនអូសាហាវខ្លាំងមែនតើហ្មងណាត្រីគាត់ហ្វីលេហើយឡើងមកអែមហើយហ្មងជ្រក់ជាមួយទឹកជ្រលក់ពិសេសគាត់នឹងមិននេះខ្ញុំមិនដឹងថាមានពងបកាឬមកក៏ដោយសារតែបកានឹងវាស្រួយខ្លាំងតែញ៉ាំទៅវាឡងស្រួយឈប់ហ្មងបងប្អូនដល់ថាបកាវាលោតចេញពីសបកអត់មិនបកានៅរស់ណាមិនលោតចេញទេបងប្អូនឃើញណាបន្លែជាមួយទឹកស្អ៊ីវត្រូវគ្នាមែនពុយបបរហ្នឹងញ៉ាំគ្នាម៉ាក់អ្នកទៅមិនអស់ទៅតែ2អ្នកប្តីប្រពន្ធបបរនេះគេមានគ្រឿងឲ្យយើងលេងក្រៅថែមមានខ្ទឹមលីងញ៉ៃដាក់ដូចបបរសាំជោគទៀតមិនរេចជួយមិញនេះបងប្អូនសាកសិនមិនរេចតាព្រួយជីមកនេះSnowman ខ្ញុំឆ្អិនហើយបងប្អូនអើយបបរមួយម៉ាត់សិនដល់ពេលថែមទឹកស្អ៊ីវទៅវាជួយបង្កើនរសជាតិថែមហ្មងនំប៉ាវម៉ាត់ឆាផ្អែមហ្មងញ៉ាំសាច់នំប៉ាវល្មួតហ្មងបងប្អូនថា Snow ម៉ាត់ឆាវាខ្ទិះពេញក្នុងមាត់យើងប្រហើយណាខ្ញុំអត់ទាន់ចប់ត្រឹមហ្នឹងឯណាខ្ញុំនៅមានបង្អែមតាហ៊ូជាមួយល្ងខ្មៅទៀតនេះវ៉ាវតាហ៊ូគេនៅលើអញ្ចឹងទៅរបៀបជួយអញ្ចឹងណាបងប្អូនហើយល្ងខ្មៅនៅឡើងក្តៅងុំហ្មងនេះអានេះគេថាពេលដែលយើងទងន់ញ៉ាំទៅវាល្អវាជួយឲ្យសក់កូនយើងដុះលូតលាស់ហើយសក់ដុះមកខ្មៅក្រឹបអូយល្ងសាហាវហ្មង It's like pudding តែហូរទាំងល្ងដាក់ចូលគ្នាហ្នឹងអត់បាច់ទៅពីបងប្អូនលាយពេញមាត់ហ្មងហើយឈ្ងុយខ្លាំងមែនតើពោតចំហុយជាមួយនឹងឈីសពោតបែបខ្មែរដាក់លាយមួយឈីបែបបកាំងវារបៀបបងឯងមួយចំអាបចូលគ្នាញ៉ាំចង់ទៅធ្វើឲ្យយើងកាន់តែចង់ញ៉ាំទៀតបងប្អូននិយាយទៅនៅ Steamy នេះម្ហូបគេគឺ friendly សម្រាប់អ្នកកំពុងតែមានផ្ទៃពោះខ្លាំងបងប្អូនធម្មតាពេលយើងទងន់ពេទ្យប្រាប់ឲ្យយើងញ៉ាំម្ហូបដែលមិនចាស់ស្ករមិនចាស់អំបិលហើយម្ហូបនៅនេះគឺអត់ចាស់ស្ករអត់ចាស់អំបិលហើយអត់មានភ័យខ្លាចលើស cholesterol ទេដោយសារតែគេប្រើការចំហុយបងប្អូនហើយសម្រាប់ការចំអិននៅ Steamy នេះគឺចំហុយទាំងអស់ហ្នឹងគឺគេមានតរវេលាធំធៅដូចសាច់គោស្រួយអញ្ចឹងទៅគឺគេប្រើប្រាស់ការ
ការចំអិនមិនទីកន្លះយូរជាងគេគឺស៊ុបមាន់ខ្មៅមាន់ខ្មៅគឺគេចំអិន12នាទីតែបើអីដែលខ្ញុំហៅញ៉ាំមិញហ្នឹងគឺសើ2 3នាទី4នាទីអីទេនៅពេលដែលគេមានថេរវេលាចំអិនត្រឹមត្រូវអញ្ចឹងរាល់សារជាតិប្រូតេអ៊ីនសារជាតិបំពន់ដែលមាននៅក្នុងសាច់ទាំងអស់ហ្នឹងគឺវាអត់បាត់បង់ច្រើនណាបងប្អូនអញ្ចឹងយើងញ៉ាំទៅយើងនឹងទទួលបានជាតិពៅចូលមកក្នុងខ្លួនយើងច្រើនញ៉ាំអីហ្នឹងស្រួលណាបងប្អូនយើងចាំបាច់ត្រូវចតនៅអ៊ីអនទេបងប្អូនជិះមកខាងទល់មុខកោះពេជ្រវិញណាបងប្អូនជិះមកដល់ទន្លេមិនដល់អ៊ីអនដូចគ្នានេះកន្លែងចំណតអ៊ីអនតែបងប្អូនបាច់ចូលចំណតអ៊ីអនទេបងប្អូនចតឡាននៅក្រៅក៏បានដែរហើយយើងមកដល់ Steamy នៅមុខនឹងហ្មងអត់ចាំបាច់ត្រូវចតឡានក្នុងអ៊ីអនដើរចេញពីអ៊ីអនចូលមកអីទេចូលមកញ៉ាំនៅក្រៅដូចយើងចូលរេស្តូរ៉ង់ទូទៅហ្មងនេះ